ក្នុងបរិបទជំងឺ COVID-19 អំឡុងដើមឆ្នាំ2020បានធ្វើឲ្យប្រជាជននិងជនងាយរងគ្រោះជាច្រើនប្រឈមមុខនឹងភាពខ្វះខាតក្នុងការទទួលបានព័ត៌មាននិងសេវាសុខភាពដែលប្រកបដោយគុណភាពដូច្នេះហើយទើបអង្គការរៈបានអនុវត្តគម្រោងឆ្លើយតបឬហៅថា Response ចាប់តាំងពីខែសីហាឆ្នាំ2021ដើម្បីផ្ដោតលើការងារសំខាន់ៗរួមមានពង្រឹងគុណភាពសេវាសុខភាពនៅគ្រឹះស្ថានសុខាភិបាលក៏ដូចជាការអប់រំនៅសហគមន៍អំពីសេវាសុខភាពផ្លូវភេទសុខភាពបន្តពូជនិងសិទ្ធិនិងអំពើហិង្សាផ្លូវភេទនិង Gender គម្រោងឆ្លើយតបបានអនុវត្តនៅទីតាំងសំខាន់ៗចំនួន4ស្រុកប្រតិបត្តិឈូកនិងកំពង់ត្រាចខេត្តកំពតនិងស្រុកប្រតិបត្តិសំពៅលូននិងថ្មគោលខេត្តបាត់ដំបងកាលហ្នឹងឃើញខ្ញុំស្អាតទៅហើយក៏ស្រាក់ខោខ្ញុំក៏គំរាមខ្ញុំបាច់ប្រាប់កុំឲ្យប្រាប់ប៉ាហើយកុំឲ្យខឹកប្រាប់ម៉ែអញ្ចឹងលទ្ធផលបណ្ឌិតទឹកនោមវិញឃើញថាអូនមានផ្ទៃពោះអញ្ចឹងក្នុងគំនិតរបស់អូនគិតថាមិនដែរតើនឹងការ screen អំពើហិង្សាហ្នឹងយើងអាចមានពីរបែបទី1យើងកំណត់អំពើហិង្សានៅមណ្ឌលយើងតាមរយៈការ screen ផ្ទាល់នៅមណ្ឌលមួយទៀតតាមរយៈការបញ្ជូនមកពីអាជ្ញាធរក៏ដូចជាអង្គការដៃគូអង្គការរៈដែលគាត់បញ្ជូនមកហ្នឹងណាហើយកន្លងមកក៏មានអង្គការរៈគាត់ជួយក្នុងការសាងសង់បន្ទប់ឯកជនមួយដើម្បីផ្ដល់ប្រឹក្សាជូនគាត់កាលពីមុនរៈចូលមកឃើញថាចំនួនករណីអំពើហិង្សាចំនួនអ្នកផ្ទុកមេរោគអេដអ្នកកើតជំងឺស្វាយឬក៏អ្នកដែលគាត់មកកំព្រាគ្មានទីពឹងហ្នឹងច្រើនអញ្ចឹងហើយបានខាងអង្គការរៈគាត់មកចូលរួមការងារនឹងរយៈពេលជាង2ឆ្នាំកន្លងមកនេះឃើញថាសកម្មភាពហ្នឹងមានការថយចុះច្រើនពាក់ព័ន្ធជាមួយនឹងសេវារំលូតនិងសម្រាលហ្នឹងមណ្ឌលសុខភាពអង្គពីខ្ញុំគឺកើនអត់មានក្រមគេនៅក្នុងចំណោម17មណ្ឌលសុខភាពលេខ1និងលេខ2អត់មានអាចក្រមពីលេខ3បានពាក់ព័ន្ធជាមួយ2សេវាហ្នឹងណាមធ្យោបាយនៅកន្លែងខ្ញុំហ្នឹងមានពីរជំរឹងណាអូនមាននេះឱសថនិងឧបករណ៍បូមវាឧបករណ៍បូមកន្លែងខ្ញុំមានគ្រប់សពពាក់ព័ន្ធជាមួយនឹងថ្នាំរំលូតនិងរំលូតដោយការបូមហើយសម្អាតឲ្យគាត់ស្អាតគាត់ទៅវិលត្រឡប់ទៅវិញគាត់ផ្សព្វផ្សាយបន្តទៀតដល់បងប្អូនក្រុមគ្រួសារគាត់ឲ្យមកទទួលសេវានៅកន្លែងនេះអូនមកអីអត់អីហ៎អូនេះអូនព្រៀនមើលជាក់ស្ដែងនៅមណ្ឌលសុខភាពខ្ញុំទៅតែទទួលសេវា Telemedicine នេះទៅតែក្នុងបរិបទ COVID នេះឯងចាមានន័យថានៅពេលដែលយើងផ្ដល់សេវា Telemedicine ឬក៏ជាបាលពីចម្ងាយសម្រាប់ជាមួយអតិថិជនហ្នឹងគឺផ្ដោតលើការយកចិត្តទុកដាក់របស់អ្នកផ្ដល់សេវានឹងអតិថិជនចាយើងមានកម្មវិធី Telemedicine យើងមិនបាច់ចាំឲ្យគាត់មកពិនិត្យដោយផ្ទាល់យើងអាចទេពីចម្ងាយទៅបានបងតការសម្រាប់ដល់កូនណាបងណាហើយបងមានបញ្ហាសុខភាពអីផ្សេងនេះបងអញ្ចឹងដែលអង្គការៈគាត់បានបំពេញអ្វីដែលជាតម្រូវការរបស់យើងច្រើនដែលជាចំណុចខ្លាំងយើងឃើញក្រោយពីគាត់បានធ្វើហ្នឹងគឺការសម្ងាត់របស់សហគមន៍ដែលតាក់ទងទៅនឹងការរំលូតតាក់ទងទៅនឹងសុខភាពផ្លូវភេទតាក់ទងទៅនឹងអំពើហិង្សាគាត់ហ៊ាននិយាយប្រាប់ទៅដល់បុគ្គលិកមណ្ឌលសុខភាពជា key person ដែលយើងបានបន្តបណ្ដាលសម្រាប់ការប្រែប្រួលចុងក្រោយនេះគឺលើកមុន OD មកគោលតាក់ទងនឹងសេវារំលូតសុវត្ថិភាព OD មាន8អង្គភាពទេដែលបានផ្ដល់សេវានឹងក៏ប៉ុន្តែបន្ទាប់ពីគម្រោង Response នឹងជួយខាងអង្គការៈបានគ្រប់គ្រងតាក់ទងនឹងការផ្ដល់ផ្ដាល់បុគ្គលិកព្រោះបើសិនជាអត់មានគម្រោងនឹងមកកុំព្យូទ័រ desktop ទាំង7 10គ្រឿងអត់មានទេ laptop ដែលជួយនេះអត់មានទេហើយវគ្គផ្ដោះផ្ដាល់ទៅលើមន្ត្រីឈ្មោះរបស់ខ្ញុំតែក្រៅពី8មណ្ឌលភាពហ្នឹងប្រហែលជាមិនមានទេនៅសហគមន៍គម្រោង Response ពង្រឹងសេវាការគ្រប់គ្រងដោយខ្លួនឯងលើការប្រើប្រាស់ឱសថរំលូតការផ្ដល់ប្រឹក្សាដល់ជនរងគ្រោះដល់អំពើហិង្សាផ្លូវភេទនិង Gender
ជនមានពិការភាពនិងអប់រំសុខភាពផ្លូវភេទសុខភាពបន្តពូជនិងសិទ្ធិដល់ស្ត្រីក្នុងវ័យបន្តពូជជនអន្តោប្រវេសន៍ចំណូលស្រុកប្រជាជនមានប្រាក់ចំណូលទាបក៏ដូចជាយុវវ័យក្នុងនិងក្រៅសាលាផងដែរខ្ញុំគិតថាទៅមុខទៀតអាចភាពល្អប្រសើរឡើងដោយខាងអង្គការក៏បានចូលរួមបង្ហាត់បង្រៀនជារួមអង្គការជួយខាងឃុំពេញដាច្រើនជារួមចុះមូលដ្ឋានជួយបង្រៀនដល់អ្នកដែលប្រើពើសារក្នុងគ្រួសារជួយបង្រៀនដល់អ្នកបង្រួតកូនអ្នកជាកំណើតជាពិសេសគឺគាត់ពើជាប្រចាំក្នុងឃុំពេញដាទាំងមូលរដូវចុងក្រោយថ្ងៃម៉ានរដូវថ្ងៃចុងក្រោយហ្នឹងថ្ងៃខែថ្ងៃ1ខែ10គាត់សាកសួរខ្ញុំអស់ចិត្តហើយគាត់ក៏ខលទៅអង្គការឲ្យខ្ញុំបានជួបជាមួយនឹងខាងអង្គការម្ដងទៀតចាអាឡូជំរាបសួរចាអង្គការជំរាបសួរចាចេះមានបញ្ហាអីដែរចាតើតើទៅនឹងសេវារំលោភណាចានៅក្នុងសហគមន៍របស់ខ្ញុំពីមុនមកគឺគាត់អត់ហ៊ានទទួលការផ្សព្វផ្សាយទេដោយសារគាត់គិតថាជាអសរោះឬមួយក៏ការរំលូតស្ត្រីម្នាក់ណាដែលគាត់រំលូតកូនទៅគាត់គិតអវិជ្ជមានថារអើងស្ត្រីម្នាក់នឹងមិនហ៊ានទៅសួរនាំអីទេតែដល់ពេលនាងខ្ញុំបានផ្សព្វផ្សាយទៅគឺគាត់បានទទួលយល់ចំណេះដឹងនឹងបានច្រើនហើយអញ្ចឹងណាហើយយើងនៅមួយគ្នាមាន baby មានកូននៅក្នុងយើងគិតថាយើងមានតំណាក់តំណងមួយដៃគូស្នេហាយើងអញ្ចឹងណាពេលខ្លះក្រុមធំយើងគ្រាន់តែលើកមេរៀនលើកប្រធានបទមកគាត់យល់បានដោយខ្លួនឯងហើយប៉ុន្តែសម្រាប់អ្នកជនពិការគាត់ពិបាកក្នុងការស្វែងយល់អញ្ចឹងមុខមួយទល់មួយអញ្ចឹងមិនបីយើងបញ្យល់ឲ្យគាត់អស់សេចក្តីហើយយើងមានកាយវិការមានអីមានរូបភាពបង្ហាញឲ្យគាត់ពីមុនខ្ញុំអត់សូវមានភាពក្លាហានទេដល់ពេលខ្ញុំបានចូលធ្វើការងារស្ម័គ្រចិត្តខ្ញុំមានភាពក្លាហានជាងមុនហើយមួយវិញទៀតខ្ញុំក៏បានសិក្សាពីអង្គការហ្នឹងជាច្រើនដែរខ្ញុំបានយកអាមេរៀនទាំងអស់ហ្នឹងយកមកចែកម្លែកដល់សិស្សានុសិស្សហ្នឹងចំពោះពេលដែលខ្ញុំចុះទៅធ្វើនៅក្នុងសហគមន៍បញ្ហាមួយដែលខ្ញុំជួបប្រទះខ្ញុំពេលហ្នឹងខ្ញុំលក្ខណៈយំព្រោះឯគាត់ថាខ្ញុំខ្លាំងដែរមកគាត់ថាអូអារឿងសុខភាពផ្លូវភេទហ្នឹងកុំយកកូនគាត់ឲ្យទៅរៀនព្រោះអីកូនគាត់អត់ត្រូវដឹងពីរឿងហ្នឹងទេគាត់គិតថាដឹងរឿងហ្នឹងទៅធ្វើឲ្យកូនគាត់ហ្នឹងខូចហើយខ្ញុំក៏បានបញ្ជាក់ប្រាប់គាត់ថាអូមេរៀនសុខភាពផ្លូវភេទហ្នឹងគឺមិនមែនជារឿងអាភិទាំងអស់ទេគេបង្រៀនតាក់ទងនឹងអាហ្នឹងដើម្បីឲ្យគាត់ចេះការពារពីវិធីការពារក៏ដូចជាប្រុងប្រយ័ត្នអ្វីដែលគួរប្រឈមគឺថាយុវជនរបស់យើងនៅក្នុងតំបន់នេះគាត់មិនហ៊ាននិយាយតាក់ទងទៅនឹងបញ្ហាសុខភាពផ្លូវភេទប៉ុន្តែឥឡូវនេះដោយទទួលការបណ្ដុះបណ្ដាលពីអង្គការលែងមានបញ្ហាប្រឈមទៀតហើយព្រោះសិស្សយើងបានចូលរួមលោកគ្រូអ្នកគ្រូក៏គាត់បានយល់ច្បាស់ពីបញ្ហាហ្នឹងអញ្ចឹងគាត់អត់មានអីត្រូវពិបាកទៀតទេបាទក្រោយពេលដែលយើងអនុវត្តគម្រោង Response របស់អង្គការបានយល់ដឹងទាំងការយល់ដឹងចំណេះដឹងរបស់ស្ត្រីក៏ដូចជាអ្នកផ្ដល់សេវានឹងបានទទួលទាំងឧបករណ៍បរិក្ខារគាត់អាចជួបគ្នាតាមរយៈគម្រោង Response នេះខ្ញុំក៏សូមឲ្យអង្គការនៅបន្តជួយការងារនេះបន្តទៀតអញ្ចឹងបើយើងមានថវិកាយើងមានធនធានមនុស្សអាហ្នឹងយើងអាចបំពេញនៅកត្តាប្រឈមនឹងបានចា៎ជាង2ឆ្នាំមកនេះដែលមានការសហការល្អជាមួយក្រសួងសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងអាជ្ញាធរមូលដ្ឋានសកម្មភាពគម្រោង Response សម្រាប់បានលទ្ធផលប៉ាន់ប្រមាណជាច្រើនដូចជាបញ្ជាការមានផ្ទៃពោះដែលមិនចង់បានចំនួនជាង 10,000 ករណីបញ្ជាការរំលូតគ្មានសុវត្ថិភាពចំនួន 4,600 ករណីក្នុងនោះក៏មានលទ្ធផលសេវាសុខភាពបន្តពូជចំនួន 7,1,300,000 ករណីអតិថិជនសុខភាពបន្តពូជសុខភាពផ្លូវភេទ
ចំនួនជិត 39,000 នាក់អំពើហិង្សាចំនួនជាង 1,000 នាក់សេវាវិជ្ជសាស្ត្រពីចម្ងាយជាង 4,000 ករណីសេវាផ្សេងចំនួន 3,500 ករណីនិងអប់រំអំពីសុខភាពផ្លូវភេទសុខភាពបន្តពូជនិងសិទ្ធិបានជាង 100,000 នាក់